សួស្តីចេមីណាយសួស្តីខ្ញុំជា Gemini តើខ្ញុំអាចជួយអ្វីអ្នកបានคะខ្ញុំចង់ស្ដាប់រឿងនិទានបែបប្រលោមលោករឿងស្នេហាបែបទំទាវរឿងស្នេហាបែបម៉ាក់ធើងរឿងស្នេហាបែបអឺបែបកំសត់ណាដូចជារឿងទំទាវជាដើមតើអ្នកស្គាល់រឿងទំទាវទេបើអ្នកស្គាល់អាចនិយាយរឿងទំទាវនៅផ្នែកណាមួយខ្ញុំស្ដាប់បានដែរឬយ៉ាងណាខ្ញុំស្គាល់រឿងទុំទាវច្បាស់ណាស់រឿងនេះគឺជារឿងមនោសញ្ចេតនាដ៏កំសត់ចាប់ចិត្តដួងចិត្តមនុស្សខ្មែរជាច្រើនជំនាន់តើអ្នកចង់ស្ដាប់ផ្នែកណាមួយនៃរឿងនេះដែរខ្ញុំចង់ស្ដាប់នៅផ្នែកតាក់ទងទៅនឹងទុំហើយនឹងទាវកំពុងតែញ៉ាយគ្នាតើទុំធ្វើយ៉ាងណាអាចញ៉ាយទាវដែលជាមនុស្សស្រីដ៏ស្អាតប្រចាំខេត្តត្បូងឃ្មុំបាន Assuredly. In that scene, Tom uses his charm and poetic words to express his love for Tiaf. He describes her beauty and the depth of his feelings, trying to win her heart. Would you like me to tell you more about their conversation? និយាយជាភាសាខ្មែរមកកុំនិយាយភាសាអង់គ្លេស អូខេទុំបានព្យាយាមលងលោកពីពោះនៃពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងតាំងអ្នកចង់ដឹងថាទុំនិយាយអ្វីខ្លះទៅតាមទាវដែរទេចង់ដឹងនិយាយមក ទុំបាននិយាយថាសម្រស់របស់ទាវគឺស្រស់ស្អាតខ្លាំងណាស់មិនអាចប្រៀបធៀបបានហើយក៏បានបួងសួងឲ្យបានជួបនឹងនារីស្រស់ស្អាតដូចនាងតើអ្នកចង់ស្ដាប់ពីស្តាទេចង់ស្ដាប់ ទុំបាននិយាយថាសម្រស់របស់នាងស្អាតផូរផង់ដោយទេពអប្សរដែលលះចុះមកពីឋានសួគ៌ភ្នែករបស់នាងដោយផ្កាយរ៉ែនៅពេលដែលសម្លឹងមកកាន់នាងគឺមានតែនាងម្នាក់គត់លងស្រឡាញ់នាងគ្រប់គ្នានេះគ្រាន់តែជាផ្នែកមួយនៃការពណ៌នាយរបស់ទុំទៅកាន់ទាវតើអ្នកសង្កត់ស្ដាប់ថាទុំនិយាយពីអំជាទេសូមនិយាយបន្តទៀត ទុំបានបន្តទៀតថាស្នាមញញឹមរបស់នាវធ្វើឲ្យផែនដីទាំងមូលភ្លឺស្វាងគេមានអារម្មណ៍ថាគេមានក្តីសុខបែបនេះតើអ្នកចង់ស្ដាប់ការពណ៌នាផោមគេទេអត់ចង់ស្ដាប់ការពណ៌នាផោមទេសូមចង់ស្ដាប់ការពិពណ៌នាពីទុំហើយនឹងទាវហេតុអីបានជានាងទាវស្រឡាញ់ទុំ ទាវបានឡងស្រឡាញ់ទុំមិនមែនដោយសារតែរូបរាងសង្ហារកែនោះទេតែដោយសារទឹកដមសំឡេងសំនៀងទុំច្រៀងពីរោះនិងដោយសារកម្រងផ្កាដែលទុំបេះជូននាងជារៀងរាល់ថ្ងៃតើអ្នកចង់ស្ដាប់ពីស្តារទង្វើរបស់ទុំដែរទេចង់ បាទទុំដោយពិពណ៌នាពីការស្រឡាញ់មន្ទាវដ៏ស្អាតបុត្រ និយាយបន្តទៀតមក ក្រោយពីមានទាវទទួលយកក្តីស្រឡាញ់របស់ទុំហើយពួកគេក៏ចាប់ផ្ដើមណាត់ជួបគ្នាជាញឹកញាប់ជារៀងរាល់ថ្ងៃទុំតែងតែបេះផ្កាកម្រងទៅជូននាងទាវតើអ្នកកាន់តែលងស្រឡាញ់ទុំខ្លាំងធៀមពីអ្នកចង់ដឹងរឿងអ្វីទៀតតាក់ទងនឹងសារហានៅឪពុក ចង់ដឹងថាទាវបានត្រូវបានរៀបមង្គលការជាមួយនឹងទុំរួចជាស្រេចហើយហេតុអីបានជាម្ដាយរបស់ទាវបំបែកបំបាក់ទាវជាមួយនឹងទុំ យោងតាមរឿងទុំទាវការរៀបការរវាងទុំនិងគៀវគឺมันបានប្រព្រឹត្តទៅតាមប្រពៃណីពេញលេញនោះទេម្ដាយរបស់ទាវមិនពេញចិត្តនឹងទុំទេមន្ត្រីម្នាក់ដែលមានឋានៈខ្ពង់ខ្ពស់ហេតុផលនេះហើយដែលធ្វើឲ្យម្ដាយនាងព្យាយាមបំបែកបំបាក់ស្នេហារបស់ពួកគេ តើម្ដាយរបស់នាងទាវមិនពេញចិត្តទុំត្រង់ណា បាទម្ដាយរបស់នាងទាវមិនពេញចិត្តនឹងទុំទេនេះហើយជាហេតុផលដែលម្ដាយនាងទាវមិនពេញចិត្តនឹងទុំ អូខេអញ្ចឹងខ្ញុំស្ដាប់បានហើយខ្ញុំចង់ដឹងថារឿងទុំហើយនឹងទាវហ្នឹងស្គាល់តែម្ដាយរបស់នាងទាវហ្នឹងឈ្មោះអីហើយឪពុករបស់នាងទាវហ្នឹងឈ្មោះអីតើអ្នកដឹងទេ មិនបានគឺគ្រាន់តែហៅថាឪពុកនាងទាវប៉ុណ្ណាតើអ្នកចង់ដឹងអ្វីเพิ่มទៀតទេ អូខេខ្ញុំសូមស្រេះតែប៉ុណ្្នឹងហើយអរគុណច្រើន មិនអីទេសូមកុំភ្លេចថាខ្ញុំទៅទីនេះប្រសិនបើអ្នកត្រូវការជំនួយអ្វីផ្សេងទៀត អូខេ goodbye thank you អរគុណច្រើន Bye bye. Have a great day. Okay, you too.
Absolutely. Have a wonderful day as well. Is there anything else I can help you with? Okay, see you later. Okay, see you next time. Have a good one.